សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកវិជ្ជាមួយគឺតទៅជាមួយនឹង present progressive ឬមួយក៏យើងអាចនិយាយថា present continuous អូខេខ្ញុំនឹងលើកយកមក3ទម្រង់ទី1គឺជាទម្រង់ស្របទម្រង់ទី2ទម្រង់ negative form ហើយនិងទម្រង់ទី3គឺ question form ណាអូខេខ្ញុំសង្ឃឹមថាបន្ទាប់ពីយើងសិក្សាមេរៀននេះហើយបងប្អូននឹងយល់ច្បាស់អំពី present progressive អូខេតោះចាប់ផ្ដើម let's start all together everyone subject plus to be plus verb ing ហើយនិង object subject នេះសំដៅទៅលើប្រធានណាប្រធានគឺជាអ្នកធ្វើអំពើ to be កន្លែងនេះគឺយើងសំដៅទៅលើ am is are ដោយសារតែយើងប្រើនៅក្នុង present ណា plus verb ing verb plus ing ហើយនិង object នេះបកប្រែថាកម្មបត្តិគឺជាអ្នកទទួលរងអំពើពីប្រធានឥឡូវសូមមើលឧទាហរណ៍ទាំងអស់គ្នា Number 1 My mom is watching TV ម្ដាយរបស់ខ្ញុំកំពុងតែមើលទូរទស្សន៍ម្ដាយរបស់ខ្ញុំកំពុងតែមើលទូរទស្សន៍ Mom ជាមនុស្សស្រីស្មើនឹងពាក្យ she ចឹងហើយយើងប្រើ is យើងប្រើជាមួយនឹង is ណា Number 2 My cat is eating bone ឆ្មារបស់ខ្ញុំកំពុងតែស៊ីឆ្អឹង My cat is eating bone example Number 3 She is singing a song នាងកំពុងតែច្រៀងចម្រៀង នាងកំពុងតែច្រៀងចម្រៀង Number 4 My dad is typing computers ប៉ារបស់ខ្ញុំកំពុងតែវាយអក្សរលើ computers តាម computers Number 5 He is playing ball គាត់កំពុងតែលេងបាល់ណាអូខេនេះគឺជាទម្រង់ស្របរបស់ present progressive ឬក៏ present continuous ណាឥឡូវបន្ទាប់ពីយើងរៀន positive ហើយសូមចូលទៅ negative form ទាំងអស់គ្នាទម្រង់បដិសេធតែមុននឹងចូលសូមមើល verb to be បន្តិចតើយើងប្រើជាមួយប្រធានណាខ្លះ am is are ហ្នឹងណាអូខេដំបូងគឺ យើងប្រើជាមួយនឹងប្រធាន we you they យើងប្រើជាមួយ we you they សូមចាំឲ្យបានច្បាស់អ្នកទាំងអស់គ្នា we you they ដល់ពេល is នេះយើងប្រើជាមួយនឹង he she it is ហ្នឹងណា នេះយើងប្រើជាមួយនឹង he she it ដល់ពេល am យើងប្រើជាមួយនឹង I ណា យើងប្រើជាមួយនឹង I am I នេះគឺជា to be ដែលយើងប្រើជាមួយនឹង subject នីមួយៗគ្នាយើងណាសូមចាំឲ្យបានច្បាស់កុំឲ្យយល់ច្រឡំយើងប្រើ subject ខុសជាមួយនឹង verb to be ណាអូខេតោះសូមទៅមើល negative form please go to negative form all together present progressive negative form គឺ subject plus to be plus not សូម complex plus not ហ្នឹងគឺសំដៅទៅលើបដិសេធplus verb ing and object ឧទាហរណ៍ example I am not watching TV ខ្ញុំមិនកំពុងយើង complete បកប្រែថាកំពុងខ្ញុំមិនកំពុងមើលទូរទស្សន៍នោះទេណានេះ am យើងប្រើជាមួយនឹងប្រធាន I Number 2 my cat aren't eating bone ឆ្មារបស់ខ្ញុំមិនស៊ីឆ្អឹងនោះទេហេតុអីបានគេប្រើដោយសារ cat ច្រើនណាយើងថាcat ហ្នឹងគឺចាប់ពី2ឡើងទៅជាពហុណាNumber 3 she isn't singing a song នាងមិនកំពុងតែច្រៀងចម្រៀងនោះទេនាងមិនកំពុងច្រៀងចម្រៀងនោះទេ she isn't singing a song Number 4 my dad isn't typing computers ប៉ារបស់ខ្ញុំមិនកំពុងវាយអក្សរតាមកុំព្យូទ័រនោះទេណា Yes Number 5 he isn't playing ball គាត់មិនកំពុងលេងបាល់នោះទេគាត់មិនកំពុងលេងបាល់នោះទេអូខេមិត្តសិក្សាទាំងអស់គ្នានេះគឺជាទម្រង់បដិសេធសង្ឃឹមថាគ្នាយើងនឹងយល់បានច្រើនទៅទៅមួយទម្រង់ហ្នឹងណាអូខេឥឡូវសូមទៅទម្រង់មួយទៀតទៅនឹង question form ទម្រង់ question form យើងគ្រាន់តែយក to be plus subject plus verb ing ហើយនឹង object មកបានហើយនឹង question mark យើង complete question mark ហ្នឹងគឺបើសិនអត់មាន question mark ទេគឺអត់មានប្រយោគសំណួរដែរណាហើយ question mark ហ្នឹងបើតើណា
យើងពោលតើឧទាហរណ៍ទី1 are you dancing តើតើអ្នកកំពុងតែរាំឬបើសិនជាយើងកំពុងតែរាំ yes I am បើសិនជាអត់ទេ no I am not ណា no I am not and number 2 is she drinking coffee តើនាងកំពុងតែផឹកកាហ្វេឬតើនាងកំពុងតែផឹកកាហ្វេឬបើសិនជាផឹក yes she is បើអត់ទេ no she isn't and number 3 are we going outside តើពួកយើងកំពុងតែទៅក្រៅឬកំពុងទៅក្រៅឬបើថាទៅ yes we are មើលមិនទេ no we aren't no we aren't we are not example number 4 are they closing the door តើពួកគេកំពុងតែបិទទ្វារឬតើពួកគេកំពុងបិទទ្វារឬបើសិនតែពួកគេកំពុងបិទ yes they are បើអត់ទេ no they aren't and the last one number 5 is your sister singing a song តើប្អូនស្រីរបស់អ្នកកំពុងតែច្រៀងចម្រៀងឬតើប្អូនស្រីរបស់អ្នកកំពុងតែច្រៀងចម្រៀងឬបើសិនតែអ្នកកំពុងតែច្រៀង yes she is បើអត់ទេ no she isn't no she isn't no she isn't នេះគឺជាទម្រង់សំណួរទាំង3សំណួរដែលយើងបានសិក្សាហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ទម្រង់ស្របទម្រង់បដិសេធនិងទម្រង់សំណួរណាវាអត់មានអីត្រូវពិបាកទេព្រោះថាខ្ញុំបានសម្រាយលើនឹងអស់ហើយយកទៅទន្ទិញផងទៅណាអូខេឥឡូវសូមមើលទៅតាមការប្រើប្រាស់បើសិនជាយើងចេះទម្រង់ហើយតែមិនចេះប្រើប្រាស់ក៏យើងពិបាកក្នុងការប្រើ present progressive ដែរណាព្រោះថាការនីមួយៗទោះតែយើងចេះប្រើប្រាស់ឲ្យបានច្បាស់បើមិនអញ្ចឹងទេយើងនឹងច្រឡំហើយវង្វេងមិនដឹងថាប្រើនៅពេលណានោះទេឥឡូវយើងសូមមើលការប្រើប្រាស់របស់អ្នកគ្នាដើម្បីកាន់តែច្បាស់ហើយបងប្អូនឬក៏អ្នកសិក្សាទាំងអស់អាចយកទៅប្រើប្រាស់បានទៅតងការនិយាយការសរសេរជាពិសេសគឺទៅតងមួយ writing ណាត្រូវការច្បាស់លាស់ណាអូខេ present progressive is used to talk about the action that is happening at the time of speaking present progressive នោះមកប្រែថាបច្ចុប្បន្នកាលកំពុងបន្តបច្ចុប្បន្នកាលកំពុងបន្តបច្ចុប្បន្នកាលកំពុងបន្តត្រូវបានគេប្រើប្រាស់និយាយអំពីសកម្មភាពដែលកំពុងកើតឡើងចំពេលកំពុងនិយាយណាឲ្យតែសកម្មភាពដែលយើងកំពុងនិយាយហើយកើតឡើងគឺយើងប្រើ present continuous ណាប្រើ present continuous ឧទាហរណ៍ថាខ្ញុំកំពុងតែបរៀនភាសាអង់គ្លេសអញ្ចឹងខ្ញុំអាចនិយាយថា I am teaching English ព្រោះថាឥឡូវនេះខ្ញុំកំពុងតែបរៀនភាសាអង់គ្លេសអញ្ចឹងហើយខ្ញុំវាកើតឡើងចំពេលដែលយើងកំពុងនិយាយហ្នឹងណាឥឡូវសូមឧទាហរណ៍មួយទាំងពាក្យបញ្ជាក់ថាវាជា present progressive ផងដែរណាឧទាហរណ៍ I am listening to music right now ណាគ្នាយើងត្រូវចាំពាក្យ right now ពាក្យ now ពាក្យឲ្យតែមានពាក្យទាំងអស់នេះគឺសុទ្ធតែបញ្ជាក់ដែលយើងប្រើជាមួយនឹង present progressive ទាំងអស់បើសិនជាមានពាក្យទាំងអស់នេះណានៅក្នុងប្រយោគដែលគេឲ្យយើងបង្កើតជាប្រយោគយើងត្រូវតែប្រើជា present continuous បើមិនចឹងទេគឺខុសហើយព្រោះថាពាក្យ right now វាបង្ហាញពី present continuous យើងត្រូវតែប្រើកាលហ្នឹងណាNumber 2 she is learning English now នាងកំពុងតែរៀនភាសាអង់គ្លេសឥឡូវនេះនាងកំពុងតែរៀនភាសាអង់គ្លេសឥឡូវនេះណាNumber 3 my mom is cooking food now ម៉ាក់របស់ខ្ញុំកំពុងតែចម្អិនម្ហូបឥឡូវនេះឥឡូវនេះគឺគាត់កំពុងតែចម្អិនម្ហូបយើងនិយាយចំពេលដែលគាត់កំពុងតែចម្អិនម្ហូបណាវាអត់មានកើតឡើងឆ្ងាយទេគឺកើតឡើងចំពេលដែលយើងកំពុងនិយាយនឹងឯងចំណែកឯ number 4 my dad is sleeping now ប៉ារបស់ខ្ញុំកំពុងតែគេងឥឡូវពេលយើងនិយាយហ្នឹងពេលយើងសម្លឹងទៅមើលប៉ារបស់យើងគឺគាត់កំពុងតែគេងណាកំពុងតែគេងអញ្ចឹងហើយយើងប្រើ present progressive Number 5 my aunt is writing Chinese now ដៃមីងរបស់ខ្ញុំកំពុងតែសរសេរអក្សរចិនឥឡូវនេះពេលយើងអាចមើលគាត់ឃើញគាត់កំពុងតែសរសេរអក្សរចិនណានេះគឺជាទម្រង់ទាំង3ទម្រង់ឥឡូវសូមរំលឹកឡើងវិញទម្រង់ស្របរបស់យើងគឺ subject plus to be plus verb ing និង object ណាហើយ a នេះយើងប្រើជាមួយនឹង we you they ដល់ពេល is យើងប្រើជាមួយនឹង he she it
am នេះយើងប្រើជាមួយនឹង I យ៉ាដល់ពេលតម្រង់បដិសេធ subject plus to be plus not plus verb ing plus object នេះគឺជាតម្រង់របស់វាមួយណាបង្ហាញច្បាស់សង្ឃឹមថាអ្នកទាំងអស់គ្នាយកទៅអនុវត្តបានហើយសរសេរបានណាយ៉ាហើយតម្រង់សំណួរយើងក៏ដាក់ to be ខាងមុខមក to be plus subject plus verb ing plus object យ៉ាហើយបញ្ជាក់ទៀតថាហេតុអីបានខ្ញុំដាក់ object នៅក្នុង bracket នៅក្នុងវងកញ្ចក់បែបនេះដោយសារតែកិរិយាសព្ទខ្លះត្រូវការកម្មបត្តិកិរិយាសព្ទខ្លះមិនត្រូវការកម្មបត្តិនោះទេណា some verb are transitive verb and some verb intransitive verb យ៉ាហើយតទៅការប្រើប្រាស់គឺ present progressive នេះគឺទៅប្រើនិយាយអំពីសកម្មភាពដែលកំពុងកើតឡើង happening នេះគឺកំពុងតែកើតឡើង at the time of speaking ចំពេលកំពុងនិយាយតែម្ដងណាអូខេនឹងមេរៀននេះមានតែប៉ុណ្្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចយល់បានជាពិសេសបងប្អូនតែឆ្ងល់ហើយអាច comment នៅខាងក្រោម channel របស់ខ្ញុំបានណាអូខេ At the end I would like to say goodbye everyone and good luck okay thank you for watching these videos and help me to subscribe right my video